ចង់ជោគជ័យទៅលើអ្វីមួយប៉ុន្តែនៅក្នុងសៀវភៅ Feel Good Productivity របស់ Ali Abdaal ចាប់ផ្ដើមដោយគំនិតខុសគ្នាពីនេះគាត់និយាយថាផលិតភាពពិតប្រាកដមិនមែនជាការបង្ខំនោះទេជាការពិតប្រភេទនៃផលិតភាពដែលមានប្រសិទ្ធភាពបំផុតគឺជាប្រភេទផលិតភាពដែលធ្វើឲ្យយើងមានអារម្មណ៍ល្អនៅពេលដែលយើងរីករាយនឹងដំណើរការងារយើងធ្វើវាបានកាន់តែច្រើននិងកាន់តែប្រសើរស្ដាប់ទៅវារៀងប្លែកបន្តិចយើងធ្លាប់តែជឿថាជោគជ័យកើតចេញពីការតស៊ូតែប៉ុណ្ណោះយើងកោតសរសើរមនុស្សដែលធ្វើការងារធ្ងន់ហើយជារឿយៗយើងយល់ថាគ្មានការងារណាសប្បាយៗធ្វើឲ្យយើងមានអារម្មណ៍រីករាយក្នុងការធ្វើវានោះទេប៉ុន្តែសាកល្បងគិតបន្តិចទៅកាន់ពេលវេលាមួយដែលយើងបានចូលរួមយ៉ាងពេញលេញនៅកិច្ចការងារមួយដែលយើងចូលចិត្តវាអាចជាគម្រោងច្នៃប្រឌិតមួយអាចជាកីឡាឬសូម្បីតែការស្ដាប់តន្ត្រីក្នុងអំឡុងពេលរៀបចំកន្លែងការងារជាដើមយើងប្រហែលជាកត់សម្គាល់ឃើញថាពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័សការផ្ដោតអារម្មណ៍របស់យើងគឺមុតស្រួចហើយយើងមិនចាំបាច់អូសទាញខ្លួន